តោះនៅតោះគ្នាចង់ចេះកាត់ load បែបចែង small ទៅអញ្ចឹងអត់ហើយធ្លាក់មកវិញគឺ style លយអញ្ចឹងបែបហ្នឹងតើបងប្អូនតាមដានជាមួយខ្ញុំហើយមើលឲ្យដល់ចប់ស្រាប់បន្ទាប់មកបងប្អូនត្រូវថតវីដេអូសិនថតវីដេអូបងប្អូន load រួចបងប្អូនយកមកចូលក្នុងកម្មវិធី CapCut បន្ទាប់បងប្អូនដាក់វីដេអូយើងចូលក្នុងកម្មវិធី CapCut ហើយបងប្អូនត្រូវស្រីរកប្លង់កន្លែងណាប្លង់យើង load អញ្ចឹងបងប្អូននៅពេលបងប្អូនស្រីរកកន្លែងប្លង់យើង load បានស្អាតដោយបងប្អូនយកកន្លែងហ្នឹងបងប្អូនជួយកន្លែងយើង load stop បែបហ្នឹងហើយបងប្អូនទៅជ្រើសរើសមុខងារមួយស្រាប់មុខងារហ្នឹងគឺខ្ញុំអត់បានអានអក្សរឲ្យបងប្អូនទេប៉ុន្តែខ្ញុំខូសញ្ញាពណ៌ក្រហមដើម្បីបងប្អូនងាយស្រួលចំណាំអញ្ចឹងបងប្អូននៅពេលបងប្អូនចុចចំមុខងារដែលខ្ញុំដាក់អក្សរដាក់សញ្ញាក្រហមខំបន្ទាប់មកទៀតបងប្អូនមករកមុខងារមួយទៀតនៅកន្លែងគេដាក់ copy file ហ្នឹងកន្លែងខ្ញុំដាក់សញ្ញាក្រហមខំឲ្យបងប្អូនងាយស្រួលចុចងាយស្រួលក្នុងការចំណាំបន្ទាប់មកបងប្អូនចុច overlay កន្លែងខ្ញុំដាក់សញ្ញាក្រហមខំនេះបន្ទាប់ទៀតមករួចបងប្អូនអូសវីដេអូអូសរូបភាពខាងក្រោមនឹងឲ្យស្មើនឹងជាមួយរូបភាពខាងលើបន្ទាប់ទៀតមកគឺបងប្អូនចុចចំរូបភាពខាងក្រោមនឹងហើយគឺបងប្អូនទៅរកមុខងារមួយទៀតគឺដាក់មុខងារមួយនឹងគឺថាយើងទៅកាត់ចោល background ហ្នឹងបងប្អូននេះបងកន្លែងខ្ញុំដាក់សញ្ញាក្រហមខំហ្នឹងងាយស្រួលទៅបងប្អូនគឺខ្ញុំធ្វើវីដេអូហ្នឹងដើម្បីឲ្យបងប្អូនងាយស្រួលនឹងការធ្វើនិងការចំណាំគឺខ្ញុំចុចអាកន្លែងសញ្ញារូបក្រហមខំចំណុចដែលខ្ញុំត្រូវចុចហ្នឹងគឺឲ្យបងប្អូនងាយស្រួលនឹងការមើលការចំណាំថាត្រូវចុចកន្លែងណាខ្លះគឺបងប្អូនធ្វើតាមហ្នឹងទៅអញ្ចឹងបងប្អូនចុចវីដេអូយើងដើរមកមុខបន្តិចមកបងប្អូនបន្តមកទៀតគឺបងប្អូនចុចតាមខ្ញុំដែលខ្ញុំខូសញ្ញាវងក្រហមខំហ្នឹងទៅរួចបងប្អូនអូសរូបភាពយើងឡើងទៅលើហ្នឹងរូបភាពឡើងទៅលើបន្តិចទៅបន្តមកគឺយើងទាញរូបភាពហ្នឹងឲ្យមកក្រមកស្មើគ្នាជាមួយរូបភាពដើមវិញមកបងប្អូនទាញមករួចបងប្អូនចាំចុចតាមខ្ញុំដាក់សញ្ញាក្រហមខំហ្នឹងទៀតមករួចមានមុខងារទៀតវាឲ្យយើងចូលទៅស្រេដើម្បីឲ្យវាស៊ីជាមួយប្លង់របស់យើងបងប្អូននិយាយទៅគឺបងប្អូនចុចតាមខ្ញុំទៅបន្ទាប់មកបងប្អូនចាំចុចសញ្ញាបោកពីបងប្អូនស្រីបន្ទាត់នេះមកចំជិតកណ្ដាលនឹងឲ្យរូបភាពយើងខាងលើវាចេញពីខ្លួនយើងបន្តិចបងប្អូនចុចសញ្ញាបោកវាចេញសញ្ញាដកហ្នឹងបងប្អូនទាញមកជ្រុងខាងហ្នឹងហើយបងប្អូនទាញឲ្យគ្រីសទៅគឺប៉ុណ្ណេះរួចជាស្រេចការស្រេចបន្ទាប់មកបងប្អូនចេញពីហ្នឹងហើយគឺបងប្អូនទៅរកមុខងារមួយទៀតគឺ copy panda បងប្អូនឲ្យកន្លែងខ្ញុំខូសសញ្ញាក្រហមខំដើម្បីឲ្យបងប្អូនងាយស្រួលចំណាំយើង copy ផាមកចាំមើលខ្ញុំទៅរកមុខងារនោះរួចខូសសញ្ញាឲ្យបងប្អូនមើលកន្លែង copy ផាគេបន្ទាប់មកបងប្អូនទាញសាច់វីដេអូយើងខាងលើដើម្បីឲ្យស្មើគ្នាជាមួយរូបភាពនៅខាងក្រោមស្រីវាឲ្យស្មើអញ្ចឹងហើយគឺបងប្អូនអូវាមកក្រោយបន្តិចគឺឲ្យបងប្អូនចុចតាមអាក្រហមដែលខ្ញុំខូសនឹងទៅចុចរួចចុចម្ដងទៀតដើម្បីវាចេញសញ្ញានៅលើផ្ទៃរូបភាពយើងរួចបងប្អូនអូសមកខាងនេះបងប្អូនចាប់ទាញរូបភាពយើងឲ្យចូលមកត្រង់ដើមមកហើយបន្ទាប់មកទៀតគឺបងប្អូនត្រូវចុចតាមដែលខ្ញុំដាក់សញ្ញាពណ៌ក្រហមនឹងទៀតទៅដើម្បីចូលទៅស្រីមុខងារទាញវាមកជ្រុងខាងក្រោមនេះម្ដងបងប្អូនទាញមកជ្រុងខាងក្រោមនេះវិញម្ដងរួចបងប្អូនចាំចុចសញ្ញាគ្រីសនេះទៅគឺប៉ុណ្ណេះរួចជាការស្រេចគឺប៉ុណ្ណេះគឺអូខេបងប្អូនអញ្ចឹងបងប្អូនដើម្បីបងប្អូនចង់រក background ណាស្អាតបងប្អូនចង់ដាក់ background អីនៅខាងក្រោយក៏បានដែរអញ្ចឹងបងប្អូនចូលទៅរើសវីដេអូណាដែលបងប្អូនឆ្លាញ់ដើម្បីធ្វើ background នៅខាងក្រោយតែខ្ញុំរើសទង់ជាតិខ្មែរយើងបែបហ្នឹងអញ្ចឹងគឺបងប្អូនស្រេវាឲ្យស្មើទៅឲ្យស្មើនឹងសាច់វីដេអូយើងនៅខាងក្រោយបងប្អូនស្រេឲ្យស្មើបងប្អូនចង់យកតម្រងស្មើណាមកស្អាតគឺបងប្អូនធ្វើតាមហ្នឹងអញ្ចឹងបងប្អូនចូលទៅមុខងារមួយទៀតនេះកន្លែងខ្ញុំខូសសញ្ញាក្រហមខំដើម្បីបងប្អូនកាត់វាចោលហ្នឹងអញ្ចឹងបងប្អូនអូសវាទៅលើទៅបងប្អូនយន្តត្រឹមដែលបងប្អូនឆ្លាញ់យន្តត្រឹមណាអញ្ចឹងបងប្អូនទាញសញ្ញាព្រួយមកក្រមបន្តិចវាកើតជារូបសមលអូខេប៉ុណ្ណឹងស្អាតជាស្ការស្រេចហើយបងប្អូនគឺនៅមកតង់ទៀតបងប្អូននៅមកតង់សម្រាប់បងប្អូននៅរកដើម្បីដាក់ style ដាក់អីដើម្បីឲ្យវាចេញ style តម្រង់ស្អាតអញ្ចឹងបងប្អូនអញ្ចឹងបងប្អូនចូលមកកន្លែងហ្នឹងហើយបងប្អូនវាយជាភាសាអង់គ្លេសមកតាមហ្នឹងទៅបងប្អូនបើបងប្អូនអត់ចេះអក្សរបងប្អូនអាចវាយតាមខ្ញុំមួយទៅវាយតាមហ្នឹងទៅខ្ញុំវាយឲ្យមើលមួយបងប្អូនវាយតាមហ្នឹងទៅហើយបងប្អូនជ្រើសរើសមុខងារដែលខ្ញុំខូសញ្ញាខំហ្នឹងទៅបងប្អូនជ្រើសរើសរួចហើយគឺបងប្អូនចុចចេញមកវិញមកបងប្អូន style main ដែលយើងវាយឈ្មោះអង់គ្លេសបងប្អូនគឺយើងត្រូវដាក់ទាំងមុខទាំងក្រោយដើម្បីឲ្យវាឃើញមើលទៅវាទាក់ទាញបងប្អូនអញ្ចឹងគឺវីដេអូនេះបើបងប្អូនមើលអត់ទាន់ទេគឺបងប្អូនអាចមើលមួយមើលតាមដែលខ្ញុំខូក្រហមហ្នឹងទៅបងប្អូនចុចទៅតាមចំណាំដែលខ្ញុំខូក្រហមហ្នឹងគឺអូខេបងប្អូនប្រូអីសញ្ញាដែលខ្ញុំខូមុខងារដែលខ្ញុំខូក្រហមហ្នឹងគឺខ្ញុំប្រាប់ពីមុខងារអីខ្លះបងប្អូនធ្វើតាមហ្នឹងទៅគឺវាចេញមុខងារប្រាប់ឲ្យបងប្អូនហើយតែប៉ុណ្ណឹងគឺរួចជាការស្រេចបងប្អូនហើយប៉ុណ្ណឹងហើយគឺយើងអាចកាត់បានយើងអាចធ្វើបាននៅវីដេអូរបស់យើងបើសិនជាការនិយាយការបញ្ចូលសលេងខ្ញុំខុសត្រង់ណាគឺបងប្អូនអធិស្ឋានអភ័យទោសសម្រាប់ខ្ញុំផងដោយសារតែថ្ងៃហ្នឹងគឺខ្ញុំអត់ស្រួលខ្លួននិយាយទៅតាក់បើសិនជាចូលចិត្តវីដេអូគឺជួយ like ជួយ share បងប្អូនឥឡូវយើងចាប់ដើមលេខការពារកណ្ដាលថ្ងៃនេះលេខមុខបងប្អូនល្អលាបជុំមុខល្អពលលាបមុខហ្នឹងគឺមនុស្សស្រីយើងក៏អាចប្រើបានមនុស្សប្រុសក៏អាចប្រើបានលាបចូលស្បែកមុខគឺពិតព្រោះស្បែកមានជាតិស្នាមមិនមានជាតិកាត់ធ្វើស្បែកតន់ភ្លឺបងប្អូនល្អលាបទៅ
បើអាចតាក់ទងបានខ្ញុំនឹងដាក់ link page នៅខាងក្រោម